ស្ដីបងប្អូនជំនុំជាតិជាទីគោរពព័ត៌មានក្តៅគគុកប្រចាំថ្ងៃនេះប្រទេសថៃកំពុងតែធ្លាក់ចូលរណ្ដៅមរណៈយ៉ាងពេញទំហឹងពីព្រឹត្តិការណ៍កងទ័ពជួងមុខត្រូវគេបាញ់រះនៅភាគខាងត្បូងរហូតដល់អគ្គិភ័យលាបត្របាក់រោងចក្រ3កន្លែងផ្ទួននិងគ្រោះធម្មជាតិទឹកជំនន់កាច់ផ្ដាច់ស្ពានផ្លូវជាតិយ៉ាងរន្ធត់ថ្នាក់ដឹកនាំថៃបានត្រឹមតែសម្ដែងល្ខោនទឹកភ្នែកបិទបាំងភាពបរាជ័យតើមានរឿងអ្វីខ្លះកំពុងកើតឡើងសូមបងប្អូនទាញកៅអីអង្គុយឲ្យជាប់ហើយមកតាមដានព័ត៌មានលម្អិតជាមួយខ្ញុំបាទទាំងអស់គ្នាថ្មីនេះស្ថានភាពឈានដល់ចំណុចរន្ធត់បំផុតនៅពេលដែលក្រុមប្រដាប់អាវុធស្លៀកពាក់ខ្មៅចំនួន13នាក់បានចូលបើកការវាយប្រហារយ៉ាងសាហាវដូចក្នុងកុនហូលីវូដពួកគេបានបែងចែកកម្លាំងជិះទៅទ្រង់រថយន្ត Pick up ម៉ាក Nissan ចំនួន6នាក់និងជិះម៉ូតូចំនួន2នាក់សម្រុកបាញ់ប្រហារនិងគប់គ្រាប់បែកកែច្នៃគំទេចប៉ុស្តិ៍ត្រួតពិនិត្យប៊ូកេសាមីស្ថិតនៅក្នុងស្រុករងែខេត្តនរាธิវត្តក្រុមកំភ្លើងប្រភេទ M16 និងអាកា47ជាង200គ្រាប់ត្រូវបានបាញ់រះយ៉ាងអនាធិបតេយ្យសន្ធឹកសន្ធាប់បណ្ដាលឲ្យទាហានថៃពលីជីវិតភ្លាមដល់តែ5នាក់និងប្រជាពលរដ្ឋស្លូតត្រង់របួស6នាក់ក្រោយពេលវាយប្រហាររួចក្រុមខ្មាន់កំភ្លើងថែមទាំងបានដុតឡានចោលដើម្បីបំបត្តិតម្រុយហើយគ្រប់បែកកែច្នៃដែលពួកគេបានគប់ខុសគោលដៅក៏បានធ្លាក់ចំផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាង40%ទៀតផងតើថ្នាក់ដឹកនាំយោធាថៃមានប្រតិកម្មយ៉ាងណាវិញក្រោយពីកូនចៅស្លាប់រង្គាបែបនេះថ្នាក់ដឹកនាំកងទ័ពថៃបានត្រឹមតែប្រញាប់ប្រញាល់ដឹកសពទាហានទាំង5នាក់ទៅស្រុកកំណើតហើយប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដើម្បីបិទមាត់គ្រួសារសពប៉ុន្តែបងប្អូនជាទីគោរពពេលនេះត្រឹមតែជាការទិញទឹកចិត្តនិងបិទបាំងភាពបរាជ័យនៃការគ្រប់គ្រងសន្តិសុខតែប៉ុណ្ណោះលុយឧបត្ថម្ភមិនអាចប្រៀបផ្ទឹមនឹងជីវិតមនុស្សដែលបាត់បង់ជាបន្តបន្ទាប់នោះឡើយកងទ័ពថៃបានប្រកាសបិទបញ្ចប់យុទ្ធសាស្ត្រឈរជើងការពារហើយសាត់ជើងទៅទាញយកច្បាប់អាញាសិទ្ធិឆ្នាំ1914មកគ្របដណ្ដប់ពេញផ្ទៃខេត្តនរាธิវត្តទាំងមូលតែម្ដងកងកម្លាំងពិសេសនិងប៉ូលីសថៃត្រូវបានបញ្ជាឲ្យបើកយុទ្ធនាការដេញប្រមាញ់មេដឹកនាំក្រុមហារីម៉ៅ BON ដែលជាកម្លាំងពិសេសមេទ័ពខ្លាព្រៃចំនួន4រូបដែលកំពុងតែសង្ងំលើជួរភ្នំម៉ក់តែបើយើងពិនិត្យឲ្យស៊ីជម្រៅទៅលើទស្សនវិជ្ជានេះការដែលមេទ័ពរងចាំដល់ទាល់តែកូនចៅស្លាប់ទើបប្រកាសច្បាប់អាញាសិទ្ធិនិងចុះមូលដ្ឋានឲ្យកូនចៅដកបទពិសោធន៍ពីសមរភូមិបែបនេះវាស្ដែងឲ្យយើងឃើញច្បាស់ពីភាពបរាជ័យនៃប្រព័ន្ធការសម្ងាត់របស់ថៃយុទ្ធសាស្ត្រតាមប្រមាញ់គ្រាន់តែជារូបភាពបិទបាំងចន្លោះប្រហោងប៉ុន្តែវាថែមទាំងបង្កភាពភ័យខ្លាចដល់ប្រជាជនក្នុងតំបន់ទៅវិញរឿងរ៉ាវបាញ់ប្រហារថាក្តៅទៅហើយតែអ្វីដែលកាន់តែធ្វើឲ្យមហាជនហួសចិត្តនិងតាមដានមិនដាក់ភ្នែកនោះគឺសង្គ្រាមពាក្យសម្ដីដែលជាការសម្ដែងល្ខោននៅក្នុងជួរដឹកនាំកម្ពុជារបស់ថៃរឿងរ៉ាវផ្ទុះឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍តូអាដាមប៊ុនថាំចរិនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានផ្ដល់បទសម្ភាសន៍ហាមឃាត់មិនឲ្យបញ្ជាការកងទ័ពប្រើពាក្យថាដេញតាមប្រមាញ់ដោយលោកអះអាងថាគួរតែប្រើពាក្យតុកចរចាវិញទើបល្អសម្ដីនេះធ្វើឲ្យមហាជនថៃនិងអ្នកលេងបណ្ដាញសង្គមផ្ទុះកំហឹងយ៉ាងសន្ធោសន្ធៅដោយបានវាយប្រហារចំទៅលើមេដឹកនាំគ្មានបេះដូងគ្មានចិត្តអាណិតកូនចៅដែលស្លាប់ស្ថានភាពកាន់តែក្តៅគគុកនៅពេលដែលលោកវិមលទ្របនិមលជាអ្នកនិពន្ធពានរង្វាន់ស៊ីរាយដ៏ល្បីល្បាញរបស់ថៃបានចេញមុខផ្ទះកំភ្លៀងសម្ដីមន្ត្រីរូបនេះចំថាលោកកំពុងតែធ្វើខ្លួនដូចតួកនល្ខោនយីកេអង្វរទាពីការគ្រប់គ្រងការនិយាយបែបនេះគឺបំបាក់ទឹកចិត្តទាហានជួរមុខយ៉ាងធ្ងន់ធ្ងររងសម្ពាធជេរប្រតិចពីប្រជាពលរដ្ឋពេញនគរកាលពីថ្ងៃទី24ខែកក្កដាលោកឧត្តមសេនីយ៍តូអាដាមរដ្ឋមន្ត្រីការពារជាតិថៃបានចេញមុខផ្ដល់បទសម្ភាសន៍ម្ដងទៀតតែលើកនេះលោកបានសម្រក់ទឹកភ្នែករហាមកណ្ដាលចំណោមអ្នកកសែតតែម្ដងលោកយំរៀបរាប់ក្តុកក្តួលថាលោកឈឺចាប់ស្ទើរទ្រាយទ្រូងពេលឮកូនចៅស្លាប់ឈាមទាហានដែលជ្រាបក្នុងខួរក្បាលលោកជានិច្ចគ្មានអ្នកណាស្រឡាញ់កូនចៅជាងលោកទេគ្រាន់តែលោកមិនចង់និយាយកាចតាមទូរទស្សន៍នាំឲ្យខូចសាច់រឿងភ្លាមនោះលោកនាយករដ្ឋមន្ត្រីអនុទិន
ក៏បានចេញមុខជួយបន្ធូរបន្ថយស្ថានភាពដោយប្រកាសថារដ្ឋាភិបាលថៃដាច់ខាតមិនអោយអត់ឱននិងត្រូវរកយុត្តិធម៌ឲ្យទាហានដែលស្លាប់បងប្អូនជាទីគោរពនេះគឺជាល្បិចកលសម្រក់ទឹកភ្នែកទាញយកក្តីអាណិតយ៉ាងច្បាស់ក្រឡែតនៅពេលដែលប្រព័ន្ធគ្រប់គ្រងសន្តិសុខបរាជ័យថ្នាក់ដឹកនាំថៃតែងតែប្រើប្រាស់យុទ្ធសាស្ត្រល្ខោនទឹកភ្នែកដើម្បីរំលត់កំហឹងមហាជនសម្លេងប្រេះឆារវាងអ្នកនយោបាយស៊ីវិលនិងបញ្ជាការកងទ័ពបែបនេះបានលាតត្រដាងថាប្រទេសថៃកំពុងតែខ្វះឯកភាពផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរបងប្អូនជាទីគោរពមិនទាន់ស្ងប់រឿងក្របកំភ្លើងនិងវិបត្តិសន្តិសុខនៅតាមព្រំដែនភាគខាងត្បូងផងព្រះអគ្គីក៏បានលេងឆាកធំយ៉ាងកម្រោលវាយប្រហារបបោប្រទេសថៃឲ្យធ្លាក់ចូលទៅក្នុងសមុទ្រភ្លើងនិងវិនិច្ឆ័យហិនហោចបន្តបន្ទាប់គ្នាគួរឲ្យព្រឺសម្បល់បំផុតគ្រាន់តែចូលថ្ងៃទី25កក្កដាភ្លាមមហន្តរាយអគ្គិភ័យដ៏កាចសាហាវចំនួន3ផ្សេងគ្នាបានផ្ទុះឡើងផ្ទួនគួរឲ្យតក់ស្លុតនៅវេលាម៉ោង 10:34 នាទីព្រឹកភាពភ័យស្លន់ស្លោបានកើតឡើងយ៉ាងខ្លាំងនៅពេលដែលអគ្គិភ័យបានផ្ទុះឆាបឆេះសន្ធោសន្ធៅនៅក្នុងរោងចក្រប្រេងដូងឈោកឌីស្ថិតនៅក្នុងខេត្តស្រាបូរីគ្រោះមហន្តរាយនេះមិនមែនកើតចេញពីអច្ឆរិយៈអ្វីទេប៉ុន្តែវាផ្ដើមចេញពីភាពធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរនៃការកាត់ដែកបណ្ដាលឲ្យផ្កាភ្លើងដ៏ក្តៅកគុកខ្ទាតចំកំណរកាកដងស្ងួតដែលជាឥន្ធនៈងាយឆេះជាងគេភ្លាមនោះអណ្ដាតភ្លើងក្រហមច្រាលបានឆាបឆេះហោះឡើងលឿនដោយបិសាចភ្នំភ្លើងលេបត្របាក់ម៉ាស៊ីនរែងគ្រាប់ដងវគ្គទី1យ៉ាងដំណំក្រុមពលរដ្ឋអគ្គិភ័យត្រូវតស៊ូបាញ់ទឹកយ៉ាងត្រដាប់ត្រដួសជិត2ម៉ោងទើបអាចគ្រប់គ្រងស្ថានភាពបានមិនចាំបាច់រងចាំយូរដល់ម៉ោង 14:02 នាទីរសៀលថ្ងៃដដែលគ្រោះរន្ធត់ក៏បានកើតឡើងបន្តទៀតនៅកណ្ដាលរាជធានីបាងកកក្នុងខណ្ឌព្រះខ្នងផ្ទះល្វែងកម្ពស់2ជាន់មួយកន្លែងត្រូវបានអគ្គិភ័យលាបត្របាក់ជាន់ខាងលើយ៉ាងសាហាវប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនហួសចិត្តនិងនឹកស្មានម្ដងនោះគឺដើមចោតនៃការឆេះគឺកើតចេញពីការផ្ទុះដីកេះកម្ដៅថ្ងៃដ៏ខ្លាំងក្លាឬការຕົកដៅគ្មានសណ្ដាប់ធ្នាប់បានធ្វើឲ្យដីកេះដែលຕົកចោលនៅជាន់លើផ្ទុះឆេះយ៉ាងខ្លាំងរួចឆាបឆេះរាលដាលដល់ទូខោអាវនិងຕົកដាក់អីវ៉ាន់យ៉ាងលឿនក្នុងមួយប្រព្រឹត្តភ្នែកផ្សែងខ្មៅហុយត្រឡោមធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកជិតខាងភ័យស្លន់ស្លោរត់ប្រសាទចេញពីផ្ទះទាំងប្រលឹងចុងសក់សំណាងល្អដែលកម្លាំងស្ថានីយ៍ពន្លត់អគ្គិភ័យព្រះខ្នងបានទៅដល់ទាន់ពេលវេលាបាញ់ទឹកពន្លត់ត្រឹមតែរយៈពេលខ្លីហើយអ្វីដែលកាន់តែកក្រើកនិងរន្ធត់បំផុតនោះគឺនៅវេលាម៉ោង 20:00 នាទីយប់ដដែលមហាអគ្គិភ័យខ្នាតយក្សបានផ្ទុះឡើងសន្ធោសន្ធៅនៅរោងចក្រផ្លាស្ទិកនៅក្នុងស្រុកបានបឹងក្នុងខេត្តឈុនបុរីអណ្ដាតភ្លើងក្រហមឆ្អៅបានលេបត្របាក់កំណើផ្លាស្ទិកយក្សនិងរាលដាលយ៉ាងលឿនដោយខ្យល់ព្យុះទៅបំផ្លិចបំផ្លាញផ្ទៃដីរហូតដល់3រ៉ៃសម្លេងផ្ទុះបានលាន់សូរកក្រើកពេញតំបន់ខណៈដែលសមុទ្រផ្សែងក្រាស់ខ្មឹកខ្មួខ្មាញ់ពោពេញទៅដោយជាតិពុលគីមីបានហុយបិទបាំងផ្ទៃមេឃពេលយប់ធ្វើឲ្យអ្នកភូមិរត់ជម្លៀសខ្លួនចេញទាំងយប់ក្រុមពលរដ្ឋអគ្គិភ័យរាប់សិបនាក់រត់ភ័យស្លន់ស្លោប្រយុទ្ធប្រឆាំងនឹងអណ្ដាតភ្លើងអស់ពេលជាច្រើនម៉ោងទើបអាចទប់ស្កាត់បាននៅវេលាម៉ោង 21:30 នាទីនេះគឺជាចំណុចខ្សោយដ៏ធំមួយទៀតដែលឧស្សាហកម្មថៃតែងតែទុកដាក់វត្ថុដើមងាយឆេះចោលហាវាលដោយគ្មានប្រព័ន្ធបង្ការគ្រោះថ្នាក់ផ្សែងភ្លើងមិនទាន់រលត់ផេះផង់មិនទាន់ទន់ត្រជាក់ផងឥឡូវនេះព្រះភិរុននិងមហន្តរាយធម្មជាតិបានមកលេងឆាកឆុតធំបន្ថែមទម្ងន់វាយប្រហារសង្កត់លើប្រទេសថៃយ៉ាងចាស់ដៃតែម្ដងនេះមិនមែនជារឿងលេងសើចទេតែវាជាសោតនីយកម្មរាជថៃដែលកំពុងតែរងទឹកភ្នែកកាលពីយប់រាត្រីថ្ងៃទី24ឈានចូលព្រឹកព្រលឹមថ្ងៃទី25ខែកក្កដានៅឯខាងជើងប្រទេសថៃខណៈដែលប្រជាពលរដ្ឋកំពុងតែលង់លក់ក្នុងដំណេកស្រាប់តែមានសម្លេងពន្លឺឡើងកក្រឹកកក្រែងចេញពីជួរភ្នំទឹកប្រែពណ៌ក្រហមលាយឡំជាមួយភក់ជ្រាំនិងគល់ឈើធំរាប់សិបដើមបានហូរកំហុកបុកទម្លុះភូមិឋានប្រជាពលរដ្ឋយ៉ាងសាហាវឃោរឃៅបំផុតនៅក្នុងឃុំមេឡាលួងនិងឃុំម៉ែគិតណៃខេត្តម៉ែហុងសុនកម្លាំងទឹកបោកបក់ដោយបិសាចអំណាចលេបត្របាក់អ្វីៗគ្រប់យ៉ាងនៅរារាំងមុខរបស់វាត្រឹមតែមួយប្រព្រឹត្តភ្នែកសោះ
ដីស្រែចម្ការពោតនិងចម្ការទុរេនដែលជាញើសឈាមនិងក្តីសង្ឃឹមរបស់រាជថៃជាង170រៃត្រូវររាយបាត់បង់រូបរាងคล้ายជាវាភក់ត្រាក់ទ័រនិងម៉ាស៊ីនភ្ជួររាស់និងយានយន្តកសិកម្មតម្លៃរាប់សែនបាតត្រូវទឹកគួចយកទៅកប់បាត់ក្នុងភក់ជ្រៅចំណែកផ្ទះសម្បែងប្រជាពលរដ្ឋចំនួន36គ្រួសារត្រូវកម្លាំងទឹកវាយលុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់ប្រជាពលរដ្ឋរត់ប្រសាទស្រែកឆោឡោយកតែប្រាណទាំងយប់ងងឹតសូនឈឹងគួរឲ្យសង្វេគបំផុតរឿងដែលកាន់តែមហន្តរាយនិងរារាំងស្ទះដង្ហើមសេដ្ឋកិច្ចនោះកម្លាំងទឹកដ៏មហិមាបានបោកបក់យ៉ាងកម្រោកាត់ផ្ដាច់ជើងតម្រស្ពានដែកនៅលើផ្លូវជាតិលេខ108យ៉ាងផុយស្រួយដោយកាត់នំបញ្ចុកលទ្ធផលគឺខ្សែចរាចរណ៍ត្រូវកាត់ផ្ដាច់ទាំងស្រុងរថយន្តដឹកទំនិញធុនធ្ងន់រាប់សិបគ្រឿងត្រូវជប់កាំងតម្រង់ជួរគ្នាវែងអំឡាយពេញផ្លូវងាកទៅមើលភៀកខាងជើងឈៀងខាងកើតឯនោះវិញនៅឯទីក្រុងព្រំដែនដ៏មមាញឹកស្រុកម៉ែសាយខេត្តឈៀងរ៉ាយភ្លៀងបានទម្លាក់គ្រាប់យ៉ាងសន្ធឹកសន្ធាប់កណ្ដាលយប់ជន់លិចផ្លូវដ៏សំខាន់គឺផ្លូវផាហ៊ុនយោធិនឲ្យคล้ายជាសមុទ្រកណ្ដាលក្រុងរថយន្តតូចធំត្រូវរងទុកបើកបរហែទឹកទាំងត្រដាប់ត្រដួសខ្លះរលត់ម៉ាស៊ីនខ្លះខូចខាតបង្កឲ្យកកស្ទះចរាចរណ៍វឹកវរពេញផ្ទៃក្រុងនៅក្នុងព្រឹកព្រលឹមស្របពេលដែលប្រទេសជាតិកំពុងតែឆាបឆេះលិចលង់និងកងទ័ពកំពុងតែត្រូវបាត់បង់ជីវិតនៅជួរមុខតើថ្នាក់ដឹកនាំកម្ពុជាថៃកំពុងធ្វើអ្វីពួកគេកំពុងតែរៀបចំឆាកល្ខោននយោបាយដើម្បីបង្វែរចំណាប់អារម្មណ៍មហាជនកាលពីរសៀលថ្ងៃទី24កក្កដានៅវិមានឯរដ្ឋាភិបាលលោកអនុទានឆានព្រះគុលបានរៀបចំពិធីយ៉ាងអធិកអធមដោយបានអញ្ជើញអតីតនាយករដ្ឋមន្ត្រីគឺលោកសេដ្ឋាមកទទួលពានរង្វាន់ Zero Dropout ដើម្បីលុបបំបាត់កុមារបោះបង់ការសិក្សានេះគឺជាការជន់ជើងចូលវិមានរដ្ឋាភិបាលលើកដំបូងរបស់លោកសេដ្ឋាក្នុងរយៈពេល72ឆ្នាំលោកអនុទានបានញញឹមញញែមដឹកដៃលោកសេដ្ឋាដើរថតរូបនិងប្រកាសថានេះគឺជាសិរីមង្គលដែលបានអតីតនាយករដ្ឋមន្ត្រីមកលេងការិយាល័យចាស់ការរៀបចំទិដ្ឋភាពនយោបាយត្រូវរើគ្នាបែបនេះគ្រាន់តែជាយុទ្ធសាស្ត្រ PR ទីផ្សារនយោបាយដើម្បីបិទបាំងភាពបរាជ័យនឹងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងសន្តិសុខដែលកំពុងតែកើតមានឡើងប៉ុណ្ណោះខណៈដែលរាជកំពុងតែលំបាករដ្ឋាភិបាលបែរជាងាកមកលេងល្បិចចែករង្វាន់គ្នាឯងដើម្បីយកមុខយកមាត់ទៅវិញបងប្អូនជនរួមជាតិទាំងអស់ឆ្លងកាត់ព្រឹត្តិការណ៍បន្ទាប់ទាំងអស់នេះតាំងពីការបាត់បង់ជីវិតកងទ័ពការស្រក់ទឹកភ្នែកសម្ដែងរបស់រដ្ឋមន្ត្រីការពារជាតិអគិភ័យឆាបឆេះរោងចក្រផ្ទុំទួនដោយសារការធ្វេសប្រហែសរហូតដល់ទឹកចំនួនកាច់ផ្ដាច់ស្ពាននិងការលេងល្បិចនយោបាយចែករង្វាន់ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ថាយន្តការគ្រប់គ្រងរដ្ឋនិងសន្តិសុខប្រទេសថៃកំពុងតែដួលរលំនិងពោពេញទៅដោយភាពប្រហោងធ្លាយថ្នាក់ដឹកនាំថៃពូកែណាស់ខាងប្រើប្រាស់ពាក្យសម្ដីស្អាតស្អំនិងការសម្ដែងល្ខោនទឹកភ្នែកដើម្បីបិទបាំងការពិតពីពិភពលោកប៉ុន្តែពួកគេមិនអាចលាក់បាំងមហន្តរាយនិងក្តីវិនាសដែលប្រជាជនរបស់ពួកគេកំពុងតែរងទុក្ខជារៀងរាល់ថ្ងៃនេះបានឡើយតើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរសូមបងប្អូនបញ្ចេញមតិនៅវីដេអូខាងក្រោមនេះទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់ហើយសូមបងប្អូនកុំភ្លេចជួយចុច Like ចុច Share និងចុច Subscribe Channel អានបានីម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា